សួស្តីអ្នកស្ដាប់ទាំងអស់គ្នាតើអ្នកធ្លាប់ដើរតាមផ្លូវក្នុងមន្ទីរពេទ្យនៅម៉ោង3ទៀបភ្លឺទេពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្នងប៉ុន្តែចុះយ៉ាងណាវិញបើសិនជាអ្នកងាកក្រោយទៅស្រាប់តែឃើញថាអ្វីដែលតាមអ្នកនោះវាមិនមែនកំពុងដើរតែវាកំពុងតែហោះនិងមានតែពុះវៀនរយិងរយ៉ងបើសិនជាយប់នេះអ្នកកំពុងស្ដាប់រឿងនេះតែម្នាក់ឯងសូមក្រឡេកមើលទៅក្រៃបង្អួយបន្តិចទៅមើលព្រោះរឿងដែលខ្ញុំនឹងនិទាននៅថ្ងៃនេះវាអាចនឹងធ្វើឲ្យអ្នកលែងហ៊ាននៅម្នាក់ឯងនេះគឺជារឿងយប់ដែលអាបចូលមន្ទីរពេទ្យរឿងនេះកើតឡើងនៅក្នុងមន្ទីរពេទ្យចាស់មួយនៅតំបន់ជីក្រុងភ្នំពេញយើងនេះឯងពេលនោះម៉ោងប្រហែល 2:59 នាទីព្រឹកបរិយាកាសគឺស្ងាត់ជ្រងំតែម្ដងខ្យល់ត្រជាក់បក់បោកមកតិចកាត់តាមច្រកដាហើយអំពូលភ្លើងនៅលើដំបូលជែកតែភ្លឹបភ្លែតដោយចង់រលត់ក្រពែលនៅជាន់ទី3ស្ទើរតែគ្មានអ្នកជំងឺសម្រាប់ព្យាបាលទាល់តែសោះគឺមានតែអ្នកគ្រូពេទ្យម្នាក់ឈ្មោះសូភាដែលត្រូវនៅយាមវេនយប់កាលពីយប់នោះគាត់កំពុងតែអង្គុយសរសេរឯកសារអ្នកជំងឺនៅតុធ្វើការយឺតភាពស្ងាត់ជ្រងំធ្វើឲ្យគាត់អាចឮសូម្បីតែសំឡេងចង្វាក់បេះដូងខ្លួនឯងតែស្រាប់តែសំឡេងអ្វីមួយបន្លឺឡើងសុភាបញ្ឈប់ដៃសរសេរហើយងើបក្បាលឡើងស្ដាប់វាជាសំឡេងដែលកំពុងអូសកាក់គិតនៅលើក្បាលរបស់គាត់វាមិនមែនជាសំឡេងរត់ទេតែដូចជាមានអ្វីមួយកំពុងតែវាយឺតនៅលើដំបូលអញ្ចឹងបេះដូងសុភាចាប់ផ្ដើមលោតញាប់មួយសន្ទុះក្រោយមកសំឡេងនោះក៏បាត់ទៅវិញគាត់ដកដង្ហើមធំហើយលួងចិត្តខ្លួនឯងតិចថាប្រហែលជាសត្វឆ្មាទេដឹងប៉ុន្តែសម្ដីមិនទាន់ទាំងផុតពីមាត់ស្រួលបួលផងសំឡេងរបស់ធ្ងន់ធ្លាក់ពីលើដំបូលលាន់ក្តាំងផ្ទួនគ្នានោះក៏មានសំឡេងមនុស្សស្រីថ្ងោតិចលាន់ចេញពីចុងផ្លូវរបៀងវាស្ដាប់ទៅដូចជាសំឡេងមនុស្សកំពុងឈឺចាប់ខ្លាំងប៉ុន្តែបន្ទប់នៅក្បែរនោះគឺគ្មានអ្នកជំងឺសម្រាប់សោះបកមកសុភាវិញគាត់យកពើទូរស័ព្ទដើរតម្រង់ទៅរកប្រភពសំឡេងអំពូលភ្លើងតាមផ្លូវដើរនៅតែភ្លឹបភ្លែតគាត់ដើរទៅដល់បន្ទប់លេខ309ទ្វាររបើបន្តិចគាត់ក៏រុញវាយឺតក្នុងបន្ទប់ងងឹតស្លុបក្រែអ្នកជំងឺនៅទទេស្អាតប៉ុន្តែម៉ាស៊ីនវាស់ចង្វាក់បេះដូងបែរជាកំពុងលោតក្រាហ្វិកលោតឡើងចុះហាក់ដូចជាកំពុងភ្ជាប់ជាមួយមនុស្សរស់ដែលកំពុងដេកនៅទីនោះអញ្ចឹងស្រាប់តែក្លិនឆ្អាបឈាមនិងសាច់ឆៅភាយបុកចូលច្រមុះគាត់សុភាព្រឺក្បាលខ្ញាក់គាត់ងាកក្រោយហើយភ្នែកគាត់ប្រទះឃើញអ្វីមួយយ៉ាងរាងដោយក្បាលមនុស្សហោះកាត់បង្អោងទៅយ៉ាងលឿនគាត់បន្តដើរតាមទៅរហូតដល់មុខបន្ទប់សម្រាលកូនចាស់កន្លែងដែលស្ត្រីកាលពី10ឆ្នាំមុននោះស្លាប់សំឡេងលាន់ចេញពីក្នុងបន្ទប់នោះវិលមើលតាមចលត់ប្រហោងទ្វារសុភាបានឃើញទិដ្ឋភាពមួយដែលធ្វើឲ្យឈាមគាត់កកមានស្ត្រីម្នាក់កំពុងអង្គុយបាយខ្នងសក់ទម្លាក់គ្រាប់មុខចិត្តអង្គុយទំពីអ្វីមួយនៅលើគ្រែរំពេចនោះនាងឈប់ទំពីហើយងាកក្បាលមកយឺតមុខរបស់នាងស្លេកស្លាំងភ្នែកខ្មៅរលប់គ្មានក្រឡាហើយប្រឡាក់សុទ្ធតែឈាមហើយរឿងដែលរន្ធត់បំផុតក៏កើតឡើងសាច់ករបស់នាងចាប់ផ្ដើមដាច់រហែកចេញពីគ្នាក្បាលរបូតចេញពីដងខ្លួនទាញយកទាំងពោះវៀនរលោងខាប់ដោយឈាមហោះអណ្ដែតឡើងទៅលើអាកាសភ្នែកវាសម្លឹងឆ្ពោះមកកាន់សុភាចំហើយវាញញឹមសុភាលែងគិតអ្វីទាំងអស់គាត់ស្រែកចាស់ដោតហើយរត់បាតជឿនសព្រាតតាមផ្លូវរបៀងសំឡេងវាហោះដេញតាមពីក្រោយពោះវៀនវាអូសកក់កចិត្តនឹងជញ្ជាំងស្រក់ឈាមតក់ជាមួយសំឡេងស្រែករងួតថាឈាមខ្ញុំឃ្លានសុភារត់ចូលទៅពួនក្នុងបន្ទប់ស្តុកថ្នាំហើយចាក់សោយ៉ាងជិតគាត់ខ្ទប់មាត់ខ្លួនឯងមិនឲ្យសូម្បីតែដកដង្ហើមខ្លាំងស្ងាត់1វិនាទី2វិនាទីទុំអ្វីមួយបុកទ្វារខាងក្រៅទុំសុភាភ័យឡើងញ័រខ្លួនបន្តិចក្រោយមកមានសំឡេងអូសកកចិត្តលើកញ្ចក់បង្អោញសុភាងើបក្បាលឡើងមើលទៅកញ្ចក់អាបនោះកំពុងអណ្ដែតសម្លឹងមកកាន់គាត់ពីខាងក្រៅភ្នែកវាឡើងក្រហមងាំងហើយវានិយាយមកកាន់គាត់ថាឯងក្លិនឈាមឆ្ងាញ់ណាស់ព្រឹកឡើងបុគ្គលិកមន្ទីរពេទ្យរកសុភាលែងឃើញអត់មានស្នាមតស៊ូ
អត់មាននរណាឮសំឡេងអ្វីទាំងអស់មានត្រឹមតែស្នាមឈាមតក់តិចៗនៅលើអ៊ីតជាន់ទី3ប៉ុណ្ណោះ2ថ្ងៃក្រោយមានគិលានុបដ្ឋាយិកាថ្មីម្នាក់ទៀតមកបម្រើការងារជំនួសគាត់យប់ទី1នៃការងារម៉ោង3ទៀបភ្លឺនាងឮសំឡេងកកកញ្ចិតលើដំបូលក្រាកក្រាកនាងដើរទៅមើលតាមបង្អោញនៅក្រោមពន្លឺព្រះចន្ទរណូតនាងឃើញមានអ្វីមួយកំពុងហក់លើអាកាសវាមិនមែនមានតែមួយទេតែមានដល់ទៅ2មួយគឺអាអាបចាស់ដែលគេធ្លាប់ល្បីចំណែកអាអាបមួយមានសក់វែងមុខស្លេកដែលមុខនោះគឺជារូបរាងរបស់សុភាអាអាបទាំងពីរកំពុងអណ្ដែតសម្លឹងចូលមកក្នុងមន្ទីរពេទ្យហាក់ដូចជាពួកវាកំពុងតែរងចាំស្វាគមន៍សមាជិកម្នាក់ទៀតអញ្ចឹងមិនដែរអ្នកទាំងអស់គ្នាបើសិនជាអ្នកជាអ្នកគ្រូពេទ្យម្នាក់នោះវិញតើអ្នកនឹងធ្វើបែបណាយប់នេះបើនរណាចូលបន្ទប់ទឹកកុំភ្លេចងើបមើលលើដំបូលផងណាអរគុណសម្រាប់ការតាមដានស្ដាប់ជួបគ្នានៅសាច់រឿងក្រោយៗទៀតរាត្រីសួស្ដី